បងប្អូនតោះយើងមករៀនអំពីធ្វើការផ្ទះกระดาษម៉ូដថ្មីស្អាតស្រឡាងនេះទាំងអស់គ្នាជាជំហានដំបូងហ្នឹងគឺយើងយកกระดาษកាត់មកយើងកាត់26គុណ36សង់ទីម៉ែត្រមកហើយនឹងกระดาษបាតក្រោមហ្នឹង34.14សង់ទីម៉ែត្រទៅហើយយើងបិទជាមួយនឹងកៅទៀនណាទាំងអស់គ្នាធ្វើកៅទៀនបិទគឺស្អិតយកប្រទេស20គុណ14សង់ទីម៉ែត្រនេះយកបិទបន្ថែមមកធ្វើជាជាងផ្ទះអញ្ចឹងណាហើយបន្ទាប់ពីធ្វើរួចហើយយើងនេះហៅប្រួយនេះយើងវាស់ហើយយើងដាក់ចម្រឹងផងយកឈើដាក់ចម្រឹងហើយយើងប្រើឈើដោលចម្រឹងហើយយើងប្រើកាវទៀនដើម្បីបិទវាភ្ជាប់អញ្ចឹងណាដើម្បីឲ្យវាជាប់មើលទៅស្អាតណានេះហើយយើងតែមានកំភ្លើងបាញ់កាវមួយទៅព្រោះការបើយើងបិទដៃក៏បានដែរប៉ុន្តែការបិទដៃហ្នឹងអាចជាវាស្អាតអញ្ចឹងណាហើយយើងកាត់กระดาษកេះមកងាយៗទាំងអស់គ្នាអានេះ6.1441សង់ទីម៉ែត្រហើយកន្លែងនេះទ្វារ14សង់ទីម៉ែត្រអញ្ចឹងយើងធ្វើដូចគ្នាអញ្ចឹងមកដោតឈើដើម្បីធ្វើជាចម្រឹងបងអួចអញ្ចឹងណាឲ្យវាមានសោភ័ណភាពពុំបដាក់ប្រទេសឡោះនោះមកទៅវាអត់ស្អាតទេហើយយើងប្រើកាវទៀនដូចគ្នាបងប្អូននេះយើងមានភ្លើងបាញ់កាវដូចខ្ញុំហ្នឹងទៅវាស្រួលការបិទហើយឃើញថាផ្ទះយើងចេញជារូបរាងហើយអញ្ចឹងយើងប្រើជាងមួយទៀតបិទពីហៀងមកឥឡូវនេះជន់តលដីយើងធ្វើរួចហើយបងប្អូននេះចេញរូបរាងហើយស្អាតមែនតើហើយមិនចាំយូរយើងចាប់ដើមដាក់សសគឺយើងកាត់ស4ជ្រុងទៅតាមចំណង់ក្នុងចិត្តនឹងហេចេះធ្វើមូលទៅខ្ញុំធ្វើ4ជ្រុងហើយបន្តមកយើងចាប់ដើមដាក់ជាន់ទី2ម្ដងដាក់ប្លង់សេមកសន្លឹកទៅដល់ពីដាក់ប្លង់សេមកសន្លឹកហើយយើងប្រើចិញ្ចាំងដដែលបិទចិញ្ចាំងហើយកាត់វារៀងដូចដំបូលផ្ទះទៅបាទឥឡូវនេះរៀបចំចិត្តរួចហើយឥឡូវនេះយើងផ្ដើមដាក់ដដែលបាទក្បួនយើងធ្វើដដែលទេធ្វើចម្រឹងទៅដើម្បីឲ្យវាមានសោភ័ណភាពអញ្ចឹងណាប្រើកាវទីដើម្បីបិទភ្ជាប់ឲ្យប្រកាសថាវាស្អិតជាប់នៅនឹងกระดาษអញ្ចឹងណានេះចេញពីចម្រឹងស្អាតមែនតើហើយកៅទៀតយើងប្រើដដែលបិទវាមកអូខេតែចំពោះការធ្វើផ្ទះយើងចិត្តរួចហើយយើងធ្វើជាន់ទី2ចាប់តាមប្រក់ដំបូលហើយដំបូលយើងប្រើ14គុណនឹង13សង់ទីម៉ែត្រហ្នឹងបងស្អាតអាហ្នឹងតាមទំហំដែលយើងចង់បានឯកាត់ប៉ុណ្ណាកាត់តែខ្ញុំកាត់ប៉ុណ្ណឹងធ្វើប៉ុណ្ណឹងទៅស្អាតហើយនេះគឺជាបង្កាន់ដៃអូបិទបង្កាន់ដៃទៅហើយបង្កាន់ដៃបងប្អូនចង់ធ្វើម៉ូដអីក៏ម៉ូដទៅតាមចំណង់ចំណូលចិត្តអញ្ចឹងណាឲ្យមើលឃើញទៅស្អាតក្នុងវីដេអូនេះយើងធ្វើម៉ូដទៀងសាមញ្ញដែរទៅមើលម៉ូដវីឡាអញ្ចឹងណាយើងដោតវាទៅដោតវាធ្វើឲ្យដូចពិតអញ្ចឹងណាអានេះយើងឆ្នៃជាមួយនឹងរងគេហៅ VX គេរៀនបងរៀនហាលខាងមុខឲ្យវាមានសោភ័ណភាពហើយបន្តពីធ្វើរួចហើយដោតឈើជាប់ជារបងហើយយើងសម្រាប់បិទកាយតែម្ដងនេះដាក់មកគឺមានសោភ័ណភាពល្អហើយស្អាតមែនតើផ្ទះយើងចិត្តហើយអញ្ចឹងខាងគៀននេះយើងចង់ឆ្នៃដូចរបងមុខក៏បានយើងខ្ជិលទេកាត់ដាក់ស្មើនេះមកឲ្យវាស្អាតអញ្ចឹងណាខាងមុខនេះធ្វើរបងដែរមកដាក់របងឲ្យមានទ្វារចូលអីមកនេះបងប្អូនអញ្ចឹងផ្ទះនេះគឺរួចរាល់ទាំងអស់គ្នានេះស្អាតមែនតើអ្នកឲ្យរៀនធ្វើតាមបាន